បងប្អូននេះគឺជាលេខដែលខ្ញុំកាត់ដៃនេះខ្ញុំធ្វើជាដៃផ្កាកន្លាបឲ្យបងប្អូនយើងគាត់សនំពោអញ្ចឹងបងប្អូនអរគ្នានេះលេខសម្រងដៃហើយនេះគឺលេខគល់ដៃហើយលេខចុងដៃបងប្អូនឃើញសម្រងដៃ20អញ្ចឹងខ្ញុំរកនេះกระดาษនេះខ្ញុំបត់វាជា2តែខ្ញុំបត់សម្រងខ្ញុំយក20លេខនេះសម្រងដៃយក20លេខអញ្ចឹងតែខ្ញុំចុះគល់ដៃនេះចុះកពូលដៃនេះ14លេខខ្ញុំចោលមួយលេខសិនដើម្បីទុកសម្រងដៃខ្លះកុំឲ្យវាបាត់លេខអញ្ចឹងខ្ញុំចោលមួយលេខហើយយើងចុះមក14លេខណាខ្ញុំចុះ14លេខគឺចុះកពូលដៃហើយសម្រាប់អាវអត់បញ្ជ្រួញស្មាបងប្អូនអរគ្នាអញ្ចឹងនេះគល់ដៃខ្ញុំចែកមកគល់ដៃ30អញ្ចឹងដាក់15នេះហើយចុងដៃ28អញ្ចឹង14លេខអញ្ចឹងខ្ញុំគូវាភ្ជាប់គ្នាតបបងប្អូនប្រើឈៀកនេះគឺយើងគូកពូលដៃស្រួលនេះដាក់វាស្មើអញ្ចឹងណាដាក់ស្មើខាងលើហើយដាក់វាមករកគល់ដៃនេះមកយើងគូតែមួយឆ្វាច់មករួចមកអត់បាច់គូច្រើនកវ៉ាមច្រើនអត់ញញ៉ៃបាក់មើលបងប្អូនមានជាតិនេះគឺប្រើស្រួលមែនតើជាតិនេះគូកអាវភ្លៀកអាវដើមទ្រូងអីគឺបានស្អាតដើមទ្រូងវិញគូមូលស្អាតបងប្អូនអរគ្នាអញ្ចឹងនេះបានដៃហ្នឹងខ្ញុំកាត់ទៅចេញបងប្អូនចាំទៅទុកគ្នាលើកណាត់នេះកាត់ចឹងណានេះគឺដៃតួដៃអាវធម្មតាបងប្អូនអរគ្នាណាបន្ទាប់មកបងប្អូនយកវាទៅកាត់មកស្លឹកទៀតចឹងនេះខ្ញុំកាត់វានេះបត់កាត់មួយស្លឹកទៀតពួកដៃកាយើងត្រូវកាត់វា2ជាន់ដើម្បីបាត់ដាក់អាក្នុងមួយជាន់អាក្រៅយើងយកទៅធ្វើជាពុំកាអាក្នុងនេះគឺយើងក្រៅមួយជាន់ដើម្បីយើងឆិតអាការហ្នឹងឲ្យជាប់ជាមួយនឹងក្នុងហ្នឹងបើយើងអត់ឆិតទេការកន្លាតហ្នឹងវាអត់នៅណានេះនេះយើងយកមួយនេះយកទៅកាត់អាសាច់កណាត់មកហើយមួយនេះបងប្អូនយើងបន្តនេះគេថានេះជាដៃយើងនេះជាដៃយើងធម្មតាយើងកាត់មិញហ្នឹងតោះមកនេះគេថានេះជាក្រណាត់នេះកណាត់នេះយើងបត់អញ្ចឹងបងប្អូននេះបត់អញ្ចឹងមកឲ្យអាឡៃនេះអាឡៃរឹមនេះអានេះគឺកណាត់មានកែងចេះនេះកណាត់មានកែងអញ្ចឹងបងប្អូនបត់យកកែងនេះមកនេះបត់អញ្ចឹងមកនេះអញ្ចឹងអាឡៃនេះខ្នាត់កណាត់អាឡៃនេះឡាញ់ចំហនេះអញ្ចឹងដាក់អាឡៃហ្នឹងមកចុងដៃនេះបងប្អូនដាក់ចេះមកដាក់ឲ្យស្មើនេះឲ្យស្មើក្រុមហ្នឹងឥឡូវនេះឲ្យលើផាច់ជាមួយលេខកណាត់ដាក់ស្មើហ្មងកាត់ពេលយើងកាត់មកចេញផ្កាមកយើងថតកណ្ដាលអញ្ចឹងយើងដាក់វាឲ្យលើសាច់នេះលើកពូលដៃហ្នឹងតិចមកនេះលើផាច់ជាមួយលេខមកអញ្ចឹងលើមួយលេខគឺនៅលេខនេះយើងដាក់ធ្វើមិនទាញចេញមកអាក្រុមនេះស្មើនេះចុងដៃនេះស្មើអញ្ចឹងមកហើយនេះលើមួយលេខអញ្ចឹងមកយើងកាត់តាមដៃហ្នឹងមកនេះកពូលនេះយើងកាត់ស្រួលចេះបងប្អូនពេលយើងធ្វើផ្កាមកវាអត់ថតនេះកាត់លើផាច់ជា2លេខមកនេះឡើយនេះអញ្ចឹងនេះដៃនៅឡើយនេះតួដៃនៅនេះអញ្ចឹងនេះលើផាច់ជា2លេខនេះលើវិញហ្នឹងនេះពេលយើងដាក់ឲ្យចំស្មើហ្មងឡើយនេះតែពេលយើងធ្វើផ្កាចេញថតអញ្ចឹងយើងខាត់វាតិចមកនេះខាត់នេះឆុងនេះឆុងកណ្ដាលដៃយើងនេះអញ្ចឹងទីនេះជាកណ្ដាលដៃយើងអញ្ចឹងនេះអញ្ចឹងបងប្អូននេះឃើញស្មើអញ្ចឹងលើកន្លែងកពូលនេះលើផាច់ជា2លេខហ្នឹងលើស្រួលនេះហើយយើងកាត់វាឡើងទៅហល់អញ្ចឹងមកតោះយើងដោះដៃចេញមកអញ្ចឹងអានេះកន្លែងនេះបងប្អូនដេកផ្ចិតវាមកនេះដេកផ្ចិតតាមនេះមកដេកដល់ត្រឹមហ្នឹងមកនេះអញ្ចឹងនេះខ្ញុំដេកឲ្យបងប្អូនមើលគេថាខ្ញុំដេកនឹងស្កុតអញ្ចឹងខ្ញុំដេកនឹងស្កុតចាបងប្អូនយើងបើកាត់កណាត់យើងយកដេកឲ្យខ្ញុំផ្ចិតមកដេកត្រឹមកណ្ដូលត្រឹមសាច់ដៃមកខាងនេះត្រឹមអាឡៃស្រួចនេះអាខាងនោះខាងនេះដៃដេកផ្ចិតអត់កើទេអាហ្នឹងចុងដៃយើងនេះគេថាខ្ញុំដេកប៉ុណ្ណាអញ្ចឹងនេះគឺសាច់ដៃយើងប៉ុណ្នេះរៀននោះគឺប៉ុណ្ដៃយើងធម្មតានេះអានេះគឺដៃយើងធម្មតាអញ្ចឹងពេលយើងដេកយើងប្រឡត់ចេញមកដេកខាងខុសប្រឡត់ចេញមកខាងក្រៅពេលយើងដេកឲ្យវាមានរូបរាងនេះចេះនេះអានេះគឺស្រួលអញ្ចឹងឲ្យបងប្អូនយើងនេះយើងចូលក្នុងទៅអានេះយើងបិទតិចយកឲ្យវាដោយសារវាกระดาษពេលយើងចាប់ការទៅវាលហែកបិទឲ្យវាមាំកន្លែងស្រួលហ្នឹងតិចនេះពេលយើងចាប់ការទៅវាអត់ថតបើយើងកាត់តាមពុំពេលចាប់ការវាយើងថតអីហ្នឹងអញ្ចឹងយើងប្រឡត់ហើយយើងញុកអាសាច់ដៃនេះញុកអាសាច់ស្រួចនេះសាច់ស្រួចហ្នឹងនេះវាផោងចាអញ្ចឹងយើងញុកចូលក្នុងទៅបងប្អូននេះញុកអញ្ចឹងទាញវាឲ្យស្មើទៅតែអាស្រួចនេះគឺបដូរកាយនេះអញ្ចឹងនេះយើងធ្វើភ្លីណានេះធ្វើភ្លីទៅចេញផ្កាកន្លាតមកហើយពេលយើងធ្វើវាខ្លែបទៅយើងចង់បានខ្លែបប្រហែលច្រើនប៉ុណ្ណាយើងខ្លាញ់ប៉ុណ្ណាទៅប៉ុណ្ណឹងមកនេះវាខ្លែបអញ្ចឹងនេះឃើញទេហើយអានេះវាថតចេះហើយនេះចុងដៃហ្នឹងវាត្រង់តែដល់ពេលយើងចាប់ជាផ្កាមកគឺវាថតដូចហ្នឹងឯងវាថតហើយយើងកាត់សាច់ដៃខាងក្នុងយើងថតតាមហ្នឹងទៅនេះសាច់ដៃខាងក្នុងយើងនេះអញ្ចឹងយើងដាក់តាមគ្នាមកវាចឹងវាថតចេះយើងដេវាមកពុនវាមកបត់វាចេញក្រៅចេញមកយកពោដេចេះនេះដេចេញមកហើយគុនវាបត់ចូលក្នុងចេញមកនេះអញ្ចឹងវាទៅដៃហ្នឹងវាចូលក្នុងហើយយើងអាចឆិតការហ្នឹងឆិតអាខ្លែបជាប់ជាមួយសាច់ដៃខាងក្នុងនេះចេះមកនេះអាក្នុងនេះយើងដាក់សាច់កណាត់អីស្ដើងទៅក៏បានដែរកុំឲ្យវាក្រាស់ពេក
ហើយឆាត់នេះឆាត់តាមការស្ទាត់ហ្នឹងជាប់ជាមួយដៃខាងក្នុងហ្នឹងមកហើយវាចេញមកការកលាស្អាតអីយើងអត់ឆាត់ជាប់អត់ដាក់តំណក្នុងទេការវាអត់ទីវានៅបងប្អូនក៏យើងដាក់តំណក្នុងមួយជាន់ទៀតអញ្ចឹងមិនយើងឆាត់ការទៅបានភ្លេងវានៅខ្លែបការកលាវានៅខ្លែបអញ្ចឹងបើយើងអត់ឆាត់ជាប់ទេវានៅឯដៃយើងអញ្ចឹងដៃនេះគឺវារូបយើងអញ្ចឹងឯងបងប្អូនពេលយើងដេកហើយឆាត់អាហ្នឹងហើយយើងជាប់ដៃមកហើយយើងផុងជាមួយដេកទៅចូលខ្លួនធម្មតាទៅហើយនេះដៃហ្នឹងអញ្ចឹងហើយយើងជាប់នៃដៃមកបងប្អូនជាប់នៃដៃទៅធម្មតាទៅដៃអាវយើងធម្មតានេះអញ្ចឹងដៃហ្នឹងវាផត់នេះវាចេញឲ្យឆែកខាងនេះអញ្ចឹងឥឡូវយើងដេកទៅចូលដៃធម្មតាទៅហើយហ្នឹងប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនអរគុណចង់បានវីដេអូថ្មីបងប្អូនចុច follow TikTok ទាំងអស់គ្នាចុចបេះដូង copy link ទាំងអស់គ្នាមកដើម្បីបានវីដេអូថ្មីបងប្អូនអាចสนับสนุนម៉ូដដែលបងប្អូនចង់បានខ្ញុំនឹងចេញវីដេអូជូនសម្រាប់វិធីសាស្ត្រកាត់ថ្មីម៉ូដដែលបងប្អូនធ្វើចេញបងប្អូនអាចสนับสนุนបានអរគុណច្រើនដៃនេះគឺតែប៉ុណ្្នឹងទេកុំភ្លេចចុច copy link ចុច follow ទាំងអស់គ្នាអរគុណ